នៅដើមវីដេអូមួយនេះគឺចាប់អារម្មណ៍ទៅលើក្រុមពួកគាត់តែម្ដងមានទាំងអ្នកព្យួរមានទាំងអ្នកដេញវាយកដោកម្មភាពទាំងអស់នេះមានតែអ្នកដែលគាត់ធ្លាប់ឆ្លងកាត់ទេតែដឹងថាការធ្វើបែបនេះគឺសប្បាយមែនតើរដូវនេះគឺជារដូវប្រាំងអញ្ចឹងបងនឹងអង្គពូមីងចាប់ផ្ដើមធ្វើការសម្អាតដីត្រៀមនឹងដាំដំណាំមិនមែនជារឿងងាយស្រួលទេតម្រុំតាបានអង្គមកដាំបាយញ៉ាំរាល់ថ្ងៃហ្នឹងគឺត្រូវចំណាយពេលមិនថាការព្យួរការព្រោះត្រូវប្រើជីត្រូវថែទាំទៅលើស្រូវនឹងតែម្ដងដើម្បីឲ្យដំណាំរបស់យើងលូតលាស់ទទួលបានផលល្អបងមានចំណាប់អារម្មណ៍ចង់រកត្រាក់ទ័រណាដែលមានកម្លាំងខ្លាំងធន់នឹងការប្រើប្រាស់ស៊ីប្រេងតិចដើម្បីជួយសម្រួលលើការងាររបស់អង្គពូមីងកុំភ្លេចជ្រើសរើសជាមួយនឹងត្រាក់ទ័រ New Holland ពីខាងក្រុមហ៊ុនអង្គរ Green ត្រាក់ទ័រ New Holland អត់ដល់ស្ថានភាពដីទេមិនថាដីរបស់អង្គពូមីងរឹងឬក៏ពិបាកខ្លាំងឬក៏ដីមានផុកមានភក់អីហ្នឹងក៏ត្រាក់ទ័រ New Holland នៅតែប្រើប្រាស់បានធម្មតាបើកលេចមកមើលឧបករណ៍ភ្ជាប់វិញដូចផាលហ្នឹងអញ្ចឹងអង្គពូមីងឃើញស្រាប់ហើយជះអាចដីគឺស្អាតមែនតើបងដឹងស្រាប់ហើយតែចូលដល់ខែប្រាំងគឺដីចាប់ផ្ដើមរឹងហើយប៉ុន្តែផាលនៅតែធ្វើការមុតជះដីបានស្អាតការងារព្យួរទៅវាអែមហើយប៉ុន្តែងាកមកមើលការរុញដីបុកព្រៃរុញដបោកវិញកាន់តែអែមជាងនឹងទៀតរុញដបោកឬក៏រុញគល់ឈើដើមឈើអីហ្នឹងគឺរុញអត់មានថាតឹងអីទេបងធូរខ្សុយមកឃើញនៅក្នុងវីដេអូមួយនេះកំពុងតែរុញដីរុញដបោកអីហ្នឹងគឺមិនមែនត្រាក់ទ័រកម្លាំងសេះធំទេត្រឹមតែ55សេះទេប៉ុន្តែការរុញវិញគឺអត់មានថាតឹងអត់មានថាពិបាកទេគឺធូរយកតែមែនតែនហ្មងអញ្ចឹងសម្រាប់55សេះហ្នឹងមិនមែនប្រើបានតែក្នុងដីស្រែទេបងដីចម្ការក៏នៅតែធ្វើបានដែរតោះតែបានសាកខ្លួនឯងទើបដឹងថាត្រាក់ទ័រមួយនេះគឺវាមានគុណភាពបែបណាកម្លាំងវាខ្លាំងប៉ុណ្ណាចំណុចសំខាន់របស់ត្រាក់ទ័រ New Holland គឺគេមានកម្លាំងបំរុងពីលើ 30% ទៀតនៅពេលដែលបងប្រើប្រាស់នៅលើការងារធ្ងន់ឬក៏ពិបាកអីហ្នឹងយើងប្រើកម្លាំងហ្នឹងទៅដើម្បីត្រាក់ទ័ររបស់យើងស្ទុះជាងមុនបើត្រឹមតែ55សេះបងមើលនៅក្នុងវីដេអូហ្នឹងតាំងពីដើមរហូតមកដល់ចប់ហ្នឹងដឹងស្រាប់ហើយថាការងារគឺមិនមែនតែព្យួរទេមានទាំងការរុញដីបុកព្រៃអីហ្នឹងទៀតប្រើកម្លាំងសេះតូចប៉ុណ្ណឹងនៅតែធ្វើការធ្ងន់ប៉ុណ្ណឹងបានហើយចុះតម្រាំតែប្រើត្រាក់ទ័រដែលមានកម្លាំងធំជាងនឹងទៀតតែការងាររបស់បងគឺកាន់តែលឿនជាងមុនដើម្បីកុំឲ្យបងចំណាយច្រើនដងលើការទិញត្រាក់ទ័របងអាចធ្វើការជ្រើសរើសជាមួយនឹងត្រាក់ទ័រ New Holland ពីខាងក្រុមហ៊ុនអង្គរ Green យកទៅប្រើប្រាស់បានសម្រាប់ព័ត៌មានបន្ថែមបងអាចធ្វើការឆាតចូលក្នុង page ក៏បានទំនាក់ទំនងតាមលេខទូរស័ព្ទផ្ទាល់ក៏បានដូចគ្នាអរគុណច្រើនអង្គពូមីងនិងបង